តោខេសដែលអ្នកគ្នាអញ្ចឹងដូចអ្នកគ្នាបានដឹងអញ្ចឹងតើតងជាមួយនឹងមេរៀនទី1មេរៀនទី2ទី3គឺខ្ញុំបានបញ្យល់តើតងជាមួយក្នុង app Optify តើតងជាមួយនឹងការមើលទៅលើ setting ការមើលគេហៅថា time frame មើលទៅលើ candlestick wick កោទៀនសរសៃទៀនយើងដឹងអស់ហើយឥឡូវយើងមកចូលដល់ការវិភាគព្រោះធម្មតាមែនប្រកាសថាយើងចេះ buy sell យើងចេះដាក់ buy limit sell limit stop loss អីយើងត្រូវចំណេញទេយើងត្រូវចេះមើលព័ត៌មានយើងត្រូវចេះវិភាគអញ្ចឹងតើតងជាមួយនឹងការវិភាគវាមាន2ទី1គេហៅថាតាម technical ទី2គេហៅថាតាម fundamental ហ្នឹងអីគេតើតងជាមួយនឹងសេដ្ឋកិច្ចឬក៏ព័ត៌មាន technical តើតងជាមួយនឹងការវិភាគបែបបច្ចេកទេសអញ្ចឹងតើតងជាមួយនឹងការវិភាគបែបបច្ចេកទេសនេះយើងគួរតែមាន app មួយគឺ Trading View app ហ្នឹងគឺសម្រាប់ការវិភាគយើងចូលមកអ្នកទាំងអស់គ្នាអាចមានកុំព្យូទ័រកុំព្យូទ័រឬក៏ iPad អីវាស្រួលគូសហ្នឹងហើយនេះយើងចូលកន្លែងឆាតអីមកអូខេយើង slow បន្តិចនេះអញ្ចឹងនៅក្នុងនេះវាមាន goal មានអីទៅតែគាត់ថានៅក្នុងនេះអានេះគឺជាអ្វីដែលខ្ញុំគូសចាស់ហើយនៅក្នុងហ្នឹងវាមាន goal វាមានអីអានេះគឺ goal ដូចតានៅខាងក្រៅនេះគាត់ថានៅក្នុងហ្នឹងយើងមានមុខងារជាច្រើននេះដែលយើងអាចចាប់គូសក៏ដូចវិភាគអីផ្សេងជាច្រើននៅក្នុងហ្នឹងណាហ្នឹងហើយគាត់ថានៅក្នុងហ្នឹងយើងប្រើនៅក្នុង iPad ឬក៏ក្នុងទូរស័ព្ទក្នុង iPad ឬក៏កុំព្យូទ័រវាអាចស្រួលវិភាគជាងដែលយើងយកទូរស័ព្ទមកវិភាគអញ្ចឹងយើងមើលអត់ដឹងទេបើយើងវិភាគនៅក្នុងកុំព្យូទ័រយើងស្រួលចាប់ណាឥឡូវអាហ្នឹងខ្ញុំប្រៀនទៅតាមកុំព្យូទ័រគាត់ថាឲ្យយល់ថាអាហ្នឹងជា app ឬក៏ website សម្រាប់ដែលយើងវិភាគទៅតាម technical អូខេ Trading View ចាំដល់មួយមុនណាឬក៏អ្នកមានកុំព្យូទ័រអីចូលទៅកាន់ website Trading View ទៅឃើញហ្នឹងហើយអញ្ចឹងសួរថាតកតងជាមួយនឹងព័ត៌មានសួរថាតើព័ត៌មានរងហើយយើងមើលទៅលើគេព័ត៌មានបងឌីខមមិន2 app នេះមានតែ2 app នេះល្អមែនទេ2 app នេះព័ត៌មានសេដ្ឋកិច្ចណាទី1តកតងជាមួយ investing មានន័យថាគឺជារបៀបថាយើងតាមដានទៅលើព័ត៌មានអីផ្សេងដូចជាតកតងជាមួយនិយាយទៅតកតងជាមួយនឹងព័ត៌មានសេដ្ឋកិច្ចជុំវិញពិភពលោកតកតងជាមួយនឹងត្រាំដាក់ពន្ធតកតងជាមួយនឹងគាត់ចេញព័ត៌មានទៅលើអីមួយតកតងជាមួយនឹងបញ្ហាសង្គ្រាមគឺវាចេញនៅក្នុង app ហ្នឹងយើងអាចតាមដានទៅគាត់ថានៅក្នុង app នេះគឺគេប្រើជាភាសាអង់គ្លេសមិនមែនជាភាសាខ្មែរទេនេះដូច today នេះ yesterday នេះ today market អីនេះយើងចេញមកនេះព័ត៌មានថ្មីនេះយើងចុចមកនេះឃើញទេនេះឃើញទេនេះអញ្ចឹងព័ត៌មានហ្នឹងយើងចុចអានទៅវាមានកន្លែងអីវាមានកន្លែងតាក់ទងជាមួយនឹងការអានអីហ្នឹងគាត់ថាយើងត្រូវប្រើអង់គ្លេសបន្តិចបើអត់អ្នកអត់ចេះអាច translate បានអីចឹងទៅហ្នឹងហើយអញ្ចឹង app ហ្នឹងគឺសម្រាប់មើលព័ត៌មានមួយទៀតតាក់ទងជាមួយនឹង app CNBC នេះ app ហ្នឹងសម្រាប់គឺមើលការ live ហ្នឹងតាក់ទងជាមួយនឹងពេលដែលឧទាហរណ៍ថាជ្រុំ Powell ពលាថាពេលនេះគេកណ្ដាលគាត់ឡើង speak គាត់ឡើងនិយាយអីចឹងទៅអាចចូលមើលក្នុង app ហ្នឹងបាននេះវាដូចតែគ្នាទេគាត់ថានេះអាចមើលការ live មើលអីចឹងបានណានេះតែមកមួយត្រាំតាក់ទងជាមួយនឹងអីក៏មានដែរនេះការ live របស់គេចុចកន្លែង live streamer ហ្នឹងទីទៀតនឹងធ្វើការនិយាយតាក់ទងជាមួយនឹងព័ត៌មានការ live របស់ជ្រុំ Ravel នៅម៉ោង 11 កន្លះហ្នឹងអាចមើលក្នុង app ហ្នឹងបាននិយាយទៅគឺតែព័ត៌មាននេះគាត់ថាជាប្រើភាសាអង់គ្លេសដូចខ្ញុំនិយាយចឹងតើអ្នកគ្នាខ្លាំងអង់គ្លេសដែរបាទអាចទីបានឬក៏អាចនេះអាច copy translate ក្នុង Google Translate ក៏វាយ៉ាងដែរហ្នឹងហើយអញ្ចឹងតើតងជាមួយនឹង app គឺមានប៉ុណ្ណឹងដែលយើងប្រើប្រាស់ក្នុងការវិភាគក៏ដូចជាមុននឹងចូលផ្សារគឺខ្ញុំរាល់ថ្ងៃយើងប្រើទៅលើ app ពីរហ្នឹងដើម្បីតាមដានព័ត៌មានផ្សេងៗណានេះគឺខ្ញុំប្រើនៅលើកុំព្យូទ័រដើម្បីវិភាគអញ្ចឹងវីដេអូក្រោយៗខ្ញុំនឹងចេញវីដេអូនៅលើកុំព្យូទ័រវិញហើយតើតងជាមួយនឹងមេរៀនទី4ទី5ទី6ទី7អីយើងចូលទៅដល់ការប្រើប្រាស់ជាមួយនឹង app Trading View វិញប៉ុន្តែខ្ញុំមិនអាចធ្វើនៅលើទូរស័ព្ទបានទេណាអូខេ